តិចតកតងនឹងរឿងហ្នឹងហើយព័ត៌មានដែលនឹងជម្រាបជូនថ្ងៃនេះមានតែ3ចំណងជើងធំទី1គឺសារលោកសានប៊ុនឆាយព្រមមានទម្លាយរឿងរនុកក្នុងខ្មែរនៅអូស្ត្រាលីគួរតែប៉ូលីសអូស្ត្រាលីស៊ើបអង្កេតពលរដ្ឋរិះគន់ចវាយស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងរឿងឲ្យឈប់កាប់ឈើធ្វើទូកងពលរដ្ឋភ័យផងអផងក្រោយផ្ទុះករណីរកឃើញអ្នកស៊ីឈ្នួលប្រឡងជំនួសនៅសាលាពេទ្យមេបកប្រឆាំងថៃយករឿងផ្ទុះអាវុធនៅព្រំដែនជុំទី3បំភ័យអ្នកបោះឆ្នោតនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបងប្អូនបាទបង្អែមលៀងមាត់ថ្ងៃនេះភាគច្រើនគឺបង្អែមកម្ពុជាក៏ប៉ុន្តែនឹងរៀលដាលកពុបហៀដល់ទៅប្រទេសអូស្ត្រាលីខ្លះហើយនឹងប្រទេសថៃខ្លះដែរបាទដែលជាទម្លាប់គឺបង្អែមលៀងមាត់របស់ខ្ញុំហ្នឹងគឺនៅតែជាបង្អែមលៀងមាត់បងប្អូនមួងណារ៉េតនេះគឺថាបង្អែមលៀងមាត់ហ្នឹងគឺមិនមែនជាអាហារសំខាន់8មុខដូចតែយើងទៅទទួលទានអាហារនៅពេលញ៉ាំការគេអញ្ចឹងណាពេលដែលគេលើកអាហារមកហ្នឹងខ្ញុំជាបង្អែមលៀងមាត់ទេឥឡូវនេះបង្អែមលៀងមាត់មួងណារ៉េតនេះកំពុងតែតាក់អូយដោយសម្ោចភ្លើងហ្មងបងប្អូនមិនមែនសម្ោចធម្មតាជាមិត្តភ័ក្តិជាស្និទ្ធស្នាលទេគឺសម្ោចភ្លើងមកខំមករោមមកអូយគឺថាប្រសាចមែនតើដែលមែនតើទៅគឺពេលខ្លះនឹកគិតថាខ្លួនឯងមានឥទ្ធិពលអីម្លេះដែលធ្វើឲ្យសម្ោចភ្លើងនេះមករោមជេរបតិចផ្ដាសាមកតាំងសម្ោចសង្អាយើងប្រើពាក្យថាសម្ោចសង្អាហ្នឹងគឺដោយតាំងម្បាតតាំងធំទាំងតូចអាមីអាថោងណានោះមកអស់ឲ្យស្រោចគ្នាមករករឿងមួងណារ៉េតរឿងអាបង្អែមលៀងមាត់មកផ្ទះថ្នាក់ធំហ្នឹងតាមពិតអស់លោកកំពុងតែធ្វើឲ្យមួងណារ៉េតនេះល្បីខុសរឿងហ្នឹងណាហើយខ្ញុំបានផ្សព្វផ្សាយព័ត៌មានមកសឹមមិញដែរតាក់ទងនឹងរឿងបកស្រាយពីរឿងនៃធៀបនៃអីហ្នឹងឃើញបងប្អូនយើង 99.99% នៅក្នុងការផ្សាយតាមបណ្ដាញសង្គម Facebook ខ្ញុំមកសឹមមិញដើម្បីពន្យល់ឲ្យជឿឲ្យជាក់ឲ្យចាំច្បាស់ថាមួងណារ៉េតអត់ដែលប្រើពាក្យដែលមើលងាយប្រទេសកម្ពុជាថាជាសត្វឆ្កែទេហើយគ្រាន់តែន័យធៀបគឺជាន័យក្នុងការដែលពន្យល់ឲ្យបងប្អូនងាយយល់ប៉ុន្តែក៏នៅមានភាគផលតូចមួយដែលនៅតែគិតថាធ្វើមិនយល់ធ្វើមិនដឹងធ្វើមិនឮតែយ៉ាងណាបងប្អូនខ្ញុំសូមអរគុណយ៉ាងច្រើនបងប្អូននៅក្នុងបណ្ដាញសង្គម Facebook របស់ខ្ញុំដែលខ្ញុំបង្ហោះព័ត៌មានម្សិលមិញនេះមានអ្នកចូលមើលប្រមាណជា 140,000 views បានន័យថា 140k views ហ្នឹងគឺប្រហែលជា 100% នឹងមានតិចតួចដែរដែលដូចថា 100% ហ្នឹងគឺគ្រប់ត្រអ្វីដែលខ្ញុំបំភ្លឺអញ្ចឹងខ្ញុំមែនតើខ្ញុំអត់ចង់រវល់រើសដុំថ្មចោលឆ្កែទេបងប្អូនហើយម្ដងទៀតតែខ្ញុំថារើសដុំថ្មចោលឆ្កែគាត់ថាទៅប្រៀបធៀបអ្នករិះគន់យើងជាយើងនឹងថាជាឆ្កែទៀតហើយហេតុអីក៏មិនយករើសយកដុំថ្មទៅចោលឆ្មាខ្លះទៅរើសដុំថ្មទៅចោលលលកឬមាន់អីខ្លះទៅហេតុអីបានទៅប្រៀបប្រដូចនឹងសត្វឆ្កែបងប្អូនអានេះគឺជាសុភាសិតរបស់គេព្រោះអីលោក Winston Churchill ពីដើមឡើយមកគឺគាត់ប្រើពាក្យថាកុំលោក Winston Churchill ហ្នឹងគឺជាអតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសដែលមានឃ្លាមួយដែលគាត់ថាចង់ធ្វើអីក៏ដោយដើម្បីឲ្យបានទៅដល់ទិសដៅហើយកុំឲ្យរារែករំខានដោយសារតែអ្វីដែលជារឿងធ្វើឲ្យបែកកម្មដ្ឋានហ្នឹងកុំរវល់រើសដុំថ្មចោលឆ្កែលោកប្រៀបធៀបនៅក្បួនរទេសរបស់យើងដែលទៅមុខហ្នឹងគឺឆ្កែហ្នឹងគឺប្រៀបដូចជារឿងសាំញ៉ាំនៅក្នុងជីវិតបញ្ហាហិរញ្ញវត្ថុបញ្ហាឆ្លោះខ្ទាស់តែងសម្ដីគ្នាបញ្ហាខ្វែងយោបល់គ្នាគឺគាត់ប្រៀបធៀបចំណុចទាំងអស់ហ្នឹងទៅដូចជាឆ្កែដែលរំខានក្បួនរទេសមិនមែនបានន័យថាប្រៀបធៀបមនុស្សទៅនឹងសត្វឆ្កែទេអាហ្នឹងហើយតែមិនថាបើយើងតែរវល់រើសដុំថ្មចោលឆ្កែហ្នឹងអាក្បួនរទេសយើងហ្នឹងវាអត់បានដល់គោលដៅទេក្នុងន័យហ្នឹងមិនមែនបានន័យថាអ្នកណាក៏ដោយឲ្យតែរំខានយើងរិះគន់យើងឬក៏ធ្វើឲ្យរៅឆានអីហ្នឹងសុទ្ធតែជាឆ្កែទេមិនមែនអញ្ចឹងទេគ្រាន់តែន័យធៀបតែប៉ុណ្្នឹងឯងហើយហេតុអីបានជាយើងមិនព្រមយល់ន័យធៀបហ្នឹងសោះន័យធៀបហ្នឹងគឺចង់អញ្ចឹងបងប្អូនរវល់ឬថ្មចោលឆ្កែហ្នឹងគឺរវល់តែរឿងមិនបានការហើយទៅធ្វើឲ្យខាត់លៀបខាត់ប្រយោជន៍ធំអីអញ្ចឹងទៅទម្លាក់វាចោលខ្លះទៅដូចជាជីវិតធម្មតាប្រចាំថ្ងៃរបស់យើងអញ្ចឹងបងប្អូនឧទាហរណ៍យើងចង់ជជែកកិច្ចការងារធំអីនៅក្នុងគ្រួសារដើម្បីកសាងសុភមង្គលគ្រួសារយូរមកឆ្លោះគ្នាឬក៏រើសដុំថ្មចោលឆ្កែហ្នឹងគឺរវល់ជជែកពីរឿងមកម៉ាស៊ីនដែលធ្វើឲ្យខ្ទាស់គំនិតនាំឲ្យមានភាពមងសៅនៅក្នុងគ្រួសារនៅក្នុងរឿងអីមួយអញ្ចឹងទៅ
អាហ្នឹងហើយគឺជាការរៀបរែកធ្វើឲ្យក្បួនប្រទេសយើងមិនធ្វើដំណើរទៅបានរលូនបើយើងបំភ្លេចរឿងហ្នឹងចោលទៅយើងនឹងអាចទៅមុខអញ្ចឹងលោក Winston Churchill ចាត់ទុកថាអំពើឬក៏សកម្មភាពទាំងឡាយណាដែលនាំឲ្យរំខានយាយីដែលធ្វើឲ្យរាំងស្ទះដល់ដំណើរជោគជ័យរបស់យើងហ្នឹងលោកហៅថាគឺជាការរំខានរបស់សត្វឆ្កែតាមពិតវាជាន័យធៀបអញ្ចឹងហើយមួយទៀតគឺនៃធៀបស្អីក៏ដោយពេលដែលខ្ញុំយកសុភាសិតអង់គ្លេសយកមកពន្យល់តាក់ទងថាកុំធ្វើខ្លួនយើងទៅជាសត្វឆ្កែនៅក្នុងស្នឹមចម្បាំងឬក៏កន្លែងដែលដាក់ចំណីឲ្យសត្វគោឬសត្វពាហនៈស៊ីព្រោះអីឆ្កែមិនអាចនឹងស៊ីអាចំណីនឹងបានទេបើយើងទៅអង្គុយទៅដេករំខាននៅកន្លែងអាធុងឬក៏កន្លែងដែលគេដាក់ចំណីឲ្យអ្វីដែលសត្វដតីស៊ីកើតហ្នឹងយើងជាឆ្កែហ្នឹងបានន័យថាយើងទៅរៅឆានទៅរំខានគេព្រោះយើងស៊ីអាហ្នឹងអត់បានអញ្ចឹងវាដូចវប្បធម៌កម្ពុជាយើងដែលយើងខ្មែរយើងដែលនិយាយថាមិនបានស៊ីឆ្លៀខ្ទេចណាកុំធ្វើឲ្យខ្លួនคล้ายទៅជាអ្នកដែលជាឆ្អឹងតតឹងករបស់គេឬក៏ថាទៅរំខានគេបើខ្លួនឯងមិនអាចជួយអីបានហើយខ្ញុំនិយាយហ្នឹងគឺលើកឧទាហរណ៍ច្រើនតាក់ទងដូចរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងខ្ញុំប្រៀបធៀបអ្នកដែលជាខុសសនិករបស់ប្រជារដ្ឋាភិបាលកម្ពុជាឬក៏គណៈបកកណ្ដាលអំណាចហ្នឹងពេលខ្លះកម្ពុជាខ្លួនឯងហ្នឹងធ្វើខ្លួនឲ្យដូចជាសត្វសំណក់មួយដែលនៅក្នុងអាកន្លែងដាក់ចំណីឲ្យសត្វដតីស៊ីដែលខ្លួនឯងស៊ីមិនកាត់ប៉ុន្តែទៅដេកចិញ្ច្រាំទន្ទ្រាំនៅហ្នឹងធ្វើឲ្យគេស៊ីអត់បានអញ្ចឹងខ្ញុំនិយាយហ្នឹងគឺចង់លើកឧទាហរណ៍ខ្លីឧទាហរណ៍ដូចថាកម្ពុជាជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិកម្ពុជាមានសិទ្ធិជាម្ចាស់ផ្ទះ 100% ក្នុងការដាក់ប្តឹងទៅតុលាការនេះរួចអត់ដាក់ប្តឹងរួចទុកឲ្យប្រជាពលរដ្ឋនឹងប្រមូលស្នាមមេដៃទុកឲ្យរដ្ឋាភិបាលក្រៅប្រទេសនឹងប្រកបប្រកាសអីអញ្ចឹងទៅដែលដឹងខ្លួនច្បាស់ណាស់ថារដ្ឋាភិបាលគឺមានសិទ្ធិស្របច្បាប់ 100% ក្នុងនាមជាប្រទេសមួយដែលមានដូចថាមានអង្គទូតមានអីហើយមានជាសមាជិករបស់អង្គការសហប្រជាជាតិអីអញ្ចឹងទៅដែលក្នុងនាមជាប្រទេសជារដ្ឋបានន័យថាក្នុងលក្ខន្តិកៈក្រុងរ៉ូមនិងយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិហ្នឹងគឺមានតែកម្ពុជាដែលជារដ្ឋាភិបាលនឹងទេដែលអាចដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានប្រជាពលរដ្ឋ17លានអ្នកពឹងលើរដ្ឋាភិបាលដើម្បីដាក់ពាក្យប្តឹងហ្នឹងប៉ុន្តែរដ្ឋាភិបាលមានអ្វីគ្រប់យ៉ាងមានសិទ្ធិ 100% នៅក្នុងការដាក់ប្តឹងតែមិនដាក់ប្តឹងផ្ទុយទៅវិញអ្នកដទៃទៀតគ្នាមានការលំបាកចង់ប្តឹងដែរតែអត់ត្រូវច្បាប់ទី1គឺជាប្រជាពលរដ្ឋធម្មតាអត់អាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិជំនួសឲ្យរដ្ឋាភិបាលស្របច្បាប់ឬក៏រដ្ឋាភិបាលដែលកាន់ប្រទេសនឹងបានអាហ្នឹងទី1ទី2រដ្ឋាភិបាលក្រៅប្រទេសដែលបង្កើតឡើងហ្នឹងអាចដាក់បានប៉ុន្តែវាមិនមែនស្រួលដោយរដ្ឋាភិបាលក្នុងប្រទេសដែលជាអ្នកដែលមានសិទ្ធិគ្រប់គ្រាន់ទទួលស្គាល់ដោយយុត្តាធិការរបស់អង្គការតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិតែអាហ្នឹងយើងមានគ្រប់យ៉ាងយើងអត់ដាក់ហើយយើងទុកឲ្យប្រជាពលរដ្ឋវេទនាទុកឲ្យរដ្ឋាភិបាលក្រៅប្រទេសហ្នឹងនាំគ្នាប្រកបប្រកាសហើយដល់ក្នុងពេលជាមួយគ្នាហ្នឹងយើងចាប់ផ្ដើមទៅរករឿងអ្នកដែលចង់ដាក់ពាក្យហ្នឹងដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិក៏រករឿងគេដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏ថាមិនផេះមិនបានការមិនស្អីថានិយាយទៅគឺរករឿងទាញរហូតនៅក្នុងពេលដែលខ្លួនឯងហ្នឹងធ្វើបានហើយមិនធ្វើដូច្នេះហើយបានជាខ្ញុំប្រៀបធៀបថាកម្ពុជាហ្នឹងវាអត់ខុសពីសត្វសំណក់នឹងសោះខ្ញុំតែប្រៀបធៀបជាមួយសត្វអីឥឡូវសត្វកុកឬសត្វចិនលែនឬក៏សត្វដំរីឬសត្វក្តាន់លមាំងឯណាវាអត់ត្រូវនៅក្នុងការឲ្យនិយមន័យនឹងឧទាហរណ៍នឹងសោះឧទាហរណ៍ហ្នឹងគឺបានន័យថាកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ពាក្យទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែមិនដាក់ផ្ទុយទៅវិញមិនដាក់ហើយវាធ្វើឲ្យអ្នកដទៃដាក់ទៅជារឿងរារាំងគេទៅវិញឬក៏អាចមានសកម្មជនអាមីអាថោងហ្នឹងមករករឿងចោតប្រកាន់គេជេរបតិចផ្ដាសាគេអញ្ចឹងតែខ្លួនឯងអត់ព្រមដាក់អាហ្នឹងហើយបើថាដូចសត្វឆ្កែនៅក្នុងអាកន្លែងដាក់ចំណីរបស់សត្វដទៃដែលស៊ីខ្លួនឯងស៊ីចំណីនឹងអត់បានអត់ព្រមដើរចេញអាគេស៊ីក៏តាមមិនកាត់តែអាខ្លួនឯងនៅលើចំណីនឹងស៊ីអត់បាននេះគឺជាពាក្យដែលជាទំនៀមទម្លាប់បុរាណរបស់ភាសាសុភាសិតអង់គ្លេសសុភាសិតបរទេសនឹងគឺយូរហើយតើតោងនឹងរឿងសត្វឆ្កែហើយបងប្អូនណាកុំមើលងាយសត្វឆ្កែឲ្យសោះបងប្អូនមើលងាយថាតានិយាយឌីលណាជាសត្វឆ្កែនឹងគឺជាសត្វថោកទាប
វាអាស្រ័យទៅលើការវាយតម្លៃមើងងាយសัตว์ទេបងប្អូននៅស្រុកអាមេរិកនេះគឺសัตว์ធាតុសัตว์អីក៏ដោយនឹងគឺគេឲ្យតម្លៃគេគោរពគេស្រឡាញ់ឲ្យសัตว์ដែលស្មោះត្រង់នឹងម្ចាស់មានតែសัตว์ឆ្កែទៅទៀតតែឆ្កែនេះមិនមែននិយាយអំពីសិលធម៌គុណធម៌សុជីវធម៌អីឬក៏ប្រៀបដូចទៅនឹងអំពើថោកទាបអីទាំងអស់វាគ្រាន់តែជាន័យធៀបមួយដើម្បីឲ្យយល់ថាយើងតែធ្វើខ្លួនឲ្យដូចជាសัตว์នៅក្នុងនឹងអញ្ចឹងយើងមិនមែនជាសัตว์ទេគឺបានន័យយើងធ្វើខ្លួនឲ្យជាខ្ទាស់ខ្ញុំអាចបញ្យល់អីទៀតក៏បានដែរវាអត់មានខុសគ្នាទេបើសិនជាខ្ញុំបញ្យល់ន័យផ្សេងប៉ុន្តែអស់លោកនឹងធ្វើមិនយល់ធ្វើមិនដឹងធ្វើមិនឮហើយទៅមកជេរបតិចផ្ដាសាខ្ញុំថាខ្ញុំនឹងមើងងាយប្រទេសកម្ពុជាខ្លួនឯងហើយមិនត្រឹមថាប៉ុណ្្នឹងទៅស្អីណាខ្ញុំនឹងមើងងាយម៉ែឪខ្ញុំបងប្អូនចដូនចតាខ្ញុំព្រោះអីខ្ញុំថាកម្ពុជាគឺជាសត្វឆ្កែខ្ញុំនិយាយនៅក្នុងអបរិបទឲ្យឧទាហរណ៍គាត់ទាញតែមួយខ្លីអីអញ្ចឹងដូច្នេះខ្ញុំបានន័យថាខ្ញុំមិននឿយនឹងក្នុងការបញ្យល់អីទៀតទេព្រោះពេលដែលមានប្រជាពលរដ្ឋខ្មែរយើងយ៉ាងតិចណាស់ក៏140,000នាក់បានស្ដាប់វីដេអូហ្នឹងយ៉ាងហោចណាស់ក៏ជ្រាបដល់មនុស្សដែលធ្វើដេកលក់ដែរហើយខ្ញុំបង្ខំចិត្តត្រូវបកស្រាយហ្នឹងគឺចំណាយពេលអត់ប្រយោជន៍តែពេលខ្លះបងប្អូនយើងសុទ្ធច្រើនណាស់មកប្រាប់ថាកុំឲ្យរវល់រើសដុំថ្មចោលឆ្កែគាត់យកពាក្យហ្នឹងយកមកប្រើសម្រាប់ពន្យល់ណែនាំអប់រំផ្លូវចិត្តរបស់ខ្ញុំលើកទឹកចិត្តឲ្យខ្ញុំស្ដាប់បងប្អូនខ្ញុំស្ដាប់ប៉ុន្តែពេលខ្លះសម័យបច្ចេកវិទ្យាដ៏ពុលក្ដួចនេះណាបើសិនជាយើងអត់មានពន្យល់អីគេខ្លះទេធ្វើឲ្យអ្នកទាំងអស់នោះបានចិត្តឲ្យជោតែអញ្ចឹងតែអព័ត៌មាននឹងប៉ាត់ណាប៉ាត់ណីអញ្ចឹងទៅខ្ញុំតែពន្យល់ប៉ុណ្ណេះគឺបងប្អូនយកទៅត្រេះរិះពិចារណាតាមការគួរឥឡូវវិលមករឿងសាររបស់លោកសានប៊ុនឆាយដែលព្រមានទម្លាយរឿងរនុកក្នុងខ្មែរនៅអូស្ត្រាលីដែលគួរប៉ូលីសអូស្ត្រាលីស៊ើបអង្កេតអ្នកណាដែលលើកឡើងអំពីបញ្ហានេះអ្នកណាគេគឺជាលោកសានប៊ុនឆាយនឹងបងប្អូនប្រហែលជាសួរខ្ញុំស្អីគេសុកមានឈ្មោះលោកសានប៊ុនឆាយឯណាទៀតហើយតាមពិតខ្ញុំអត់ត្រូវការនិយាយអំពីរឿងបុគ្គលឈ្មោះអ្នកណាទាំងអស់ប៉ុន្តែលោកសានប៊ុនឆាយកំពុងតែคล้ายទៅជាកម្មវត្ថុនៃព័ត៌មាននៅតាមបណ្ដាញសង្គមថ្មីនេះដែលប្រជាពលរដ្ឋកំពុងតែមានទុកខ្លោចផ្សារឿងបាត់ដីនៅព្រំដែនស្រាប់តែលេចចេញរឿងលោកសានប៊ុនឆាយនេះមកនៅលើគោកលោកសានប៊ុនឆាយនេះបងប្អូនគឺជាខ្មែរអូស្ត្រាលីលោកគឺជាអ្នកជំនួញខ្មែរនៅអូស្ត្រាលីមានចំការមានដីធ្លីមានរបរអាជីវកម្មអីច្រើនដែលជាមនុស្សជោគជ័យនៅក្នុងការងារហើយជាមនុស្សដែលស្មោះស្ម័គ្រនឹងគណៈបកប្រឆាំងតាំងពីដើមរៀងមកបើតាមយើងដឹងប្រវត្តិលោកសានប៊ុនឆាយណាបងប្អូនប្រហែលជាបើមិនស្គាល់គឺលោកសានប៊ុនឆាយមានកាលនិយាយទៅគឺជាអ្នកដែលមានឈាមជ័រនៅខេត្តបាត់ដំបងខ្ញុំមិនលំអិតអំពីថាតើសាវតាគ្រួសារគាត់យ៉ាងម៉េចទេព្រោះខ្ញុំមិនមែនជានីតិនៅក្នុងការកកកកាយរឿងគ្រួសារអីទេហើយក៏មិននិយាយអីប៉ះពាល់នឹងគ្រួសារលោកសានប៊ុនឆាយអីទាំងអស់ព្រោះខ្ញុំនិយាយតែពីកម្មវត្ថុនៃព័ត៌មានដែលហេតុអីបានជាសុកមានមតិនៅក្នុងបណ្ដាញសង្គមថាប៉ូលីសអូស្ត្រាលីគួរតែស៊ើបអង្កេតករណីដែលលោកសានប៊ុនឆាយព្រមានថាមានខ្មែរយើងដែលជាអនុក្នុងនៅសហគមន៍ខ្មែរនៅអូស្ត្រាលីនឹងដែលជាមនុស្សរបស់គណៈបកប្រឆាំងធ្វើការឲ្យគណៈបកប្រជាជនកម្ពុជាដែលអាចកំចាយឬក៏ប៉ះពាល់ដល់ការបំបាក់ផ្ទៃក្នុងសហគមន៍ខ្មែរនៅអូស្ត្រាលីផងហើយវាប៉ះពាល់ដល់សន្តិសុខសង្គមនៅអូស្ត្រាលីផងដែលធ្វើឲ្យមានការលើកឡើងថាគួរតែមានការស៊ើបអង្កេតលោកសាររបស់លោកសានប៊ុនឆាយនេះដោយប៉ូលីសសហព័ន្ធអូស្ត្រាលីអីចឹងទៅបន្តបន្តិចទៀតបងប្អូនតាក់ទងនឹងរឿងលោកសានប៊ុនឆាយជាអ្នកណាបងប្អូនប្រហែលជាបានឃើញការបង្ហោះសារតាមបណ្ដាញសង្គម Facebook ចែកទៅយើងអូសអត់ផុតទេព្រោះមួយរយៈកន្លងមកនេះគឺប្រជាពលរដ្ឋជាពិសេសក្រុមគណៈបកប្រឆាំងសកម្មជនដែលរិះគន់រដ្ឋាភិបាលហ្នឹងគឺមានការថ្នាំងថ្នាក់និងខកចិត្តយ៉ាងច្រើននៅពេលដែលឃើញលោកសានប៊ុនឆាយភរិយានិងកូនស្រីរបស់គាត់បានទៅជួបលោកហ៊ុនសែនដល់ផ្ទះលោកហ៊ុនសែនហើយមានថតរូបថតអីជុំគ្នាអញ្ចឹងទៅដោយមុននឹងទៅជួបលោកហ៊ុនសែននេះលោកសានប៊ុនឆាយនឹងបានបង្ហោះសារជាច្រើនហើយដែលកូនស្រីរបស់លោកចង់បានជួបលោកហ៊ុនសែនអីអញ្ចឹងទៅ
យើងមិនដឹងថាតើការពិតប៉ុណ្ណានៅក្នុងការដែលក្មេងស្រីម្នាក់ដែលកើតនៅអូស្ត្រាលីរស់នៅក្នុងអូស្ត្រាលីហើយឪពុកខ្លួនឯងដែលជាអ្នកដែលជំទាស់រដ្ឋាភិបាលកម្ពុជាជំទាស់ការដឹកនាំរបស់លោកហ៊ុនសែននឹងតាំងពីដើមរៀងមកហើយស្រាប់តែពេលស្រាប់តែពេលឥឡូវនេះស្រាប់តែកូនស្រីចង់ទៅជួបលោកហ៊ុនសែនលោកសានប៊ុនឆាយមិនត្រឹមតែជំទាស់ការដឹកនាំរបស់លោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាទេលោកជាសកម្មជនតស៊ូមតិមួយដ៏ស្រួចស្រាលបំផុតនៅទីក្រុង Melbourne អូស្ត្រាលីបងប្អូនប្រហែលជានៅចាំជាអ្នកលីមឈូសរបស់លោកហ៊ុនសែននឹងឯងនៅអូស្ត្រាលីនៅពេលដែលដុតមឈូសឬក៏ធ្វើបាតកម្មប្រឆាំងវត្តមានរបស់លោកហ៊ុនសែននៅលើទឹកដីប្រទេសអូស្ត្រាលីនៅទីក្រុង Melbourne ហ្នឹងគឺនិយាយទៅគឺគាត់សកម្មមែនតើជាសកម្មជនគណៈបកប្រឆាំងមួយដែលមិនមែនជាសមាជិកមិនអីមិនរកឃើញថាគាត់នឹងចូលជាសមាជិកស្នូលរបស់គណៈបកនេះប៉ុន្តែលោកជាមនុស្សដែលស្រឡាញ់លោកសំរងស៊ីមែនតើការដែលតស៊ូមតិរបស់លោកសានប៊ុនឆាយនៅក្នុងការដែលដោះស្រាយបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្សហ្នឹងខ្ញុំសរសើរលោកសានប៊ុនឆាយទេនិយាយឲ្យស្មោះព្រោះលោកជាអាជីវករអ្នករកទទួលទានដូចថាជោគជ័យនៅក្នុងរបរនៅប្រទេសអូស្ត្រាលីគ្រាន់បើម្នាក់ដែរជាខ្មែរអូស្ត្រាលីហើយលោកដើរបញ្ច្រាស់ទឹកបានន័យថាហែលបញ្ច្រាស់ទឹកនៅក្នុងន័យហ៊ានតតាំងប្រឆាំងនឹងរបបឬក៏របៀបដឹកនាំរដ្ឋរបស់រដ្ឋាភិបាលសពថ្ងៃហើយមានស្វាមីភក្តិឬក៏គ្រប់គ្រងគណៈបកប្រឆាំងជាពិសេសគឺក្រុមរបស់លោកសំរងស៊ីដែលលោកមិនដែលភ្លេចនៅក្នុងការលើកអំពីវីរៈភាពលោកសំរងស៊ីអំពីភាពអស្ចារ្យរបស់លោកសំរងស៊ីនឹងគ្រប់ទៅពេលដែរទេបាទទើបតែពេលឥឡូវនេះក៏មានបញ្ហាមួយគឺមិនទាន់ដល់ថ្នាក់តែគាត់មកវាយប្រហារថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិឬក៏លោកសំរងស៊ីយ៉ាងណាទេប៉ុន្តែនៅពេលដែលលោកចាប់ផ្ដើមចុះចូលទៅជាមួយនឹងគណៈបកប្រជាជននៅពេលថ្មីនេះដោយនាំទាំងភរិយានិងកូនស្រីទៅជួបលោកហ៊ុនសែនមានថតរូបបង្ហោះតាមបណ្ដាញសង្គម Facebook នោះធ្វើឲ្យប្រជាពលរដ្ឋជាពិសេសក្រុមអ្នកដែលនៅគ្រប់គ្រងគណៈបកប្រឆាំងហ្នឹងគឺមានសាររិះគន់ឌឺដងវាយប្រហារយ៉ាងស្រោចពេញបណ្ដាញសង្គមបន្តទៀតបងប្អូនលោកសានប៊ុនឆាយបើបងប្អូននៅចាំមិនភ្លេចទេគឺកាលពីថ្ងៃទី12ខែមេសានិយាយទៅថ្ងៃ10ខែមេសាឆ្នាំ2024កាលនោះលោកទៅខេត្តបាត់ដំបងព្រោះលោកជាដឹងហើយនៅពេលដែលលោកតវ៉ាប្រឆាំងនឹងលោកហ៊ុនសែនទៅ Melbourne គឺគាត់ល្បីណាស់ណាមិនស្គាល់លោកសានប៊ុនឆាយនោះនៅក្នុងការតវ៉ាគឺលេចធ្លោមែនតើក្នុងការតវ៉ាប្រឆាំងដុតរូបដុតស្អីលោកហ៊ុនសែនអីហ្នឹងហើយលោកហ៊ុនសែនកាលហ្នឹងក៏គម្រាមតាមវាយដល់ផ្ទះតាមអីហ្នឹងក៏នៅក្នុងព្រឹត្តិការណ៍ទាំងអស់ហ្នឹងដែរក៏ប៉ុន្តែនៅថ្ងៃទី10ខែមេសាឆ្នាំ2024ហ្នឹងគឺលោកត្រូវបានជន់មិនស្គាល់មុខមួយក្រុមព្រួតវាយគ្នាបែកក្បាលបែកក្បូងលបួសពេញខ្លួនដេ8ធ្នេកាលហ្នឹងឈាមបែកហូររហាមគួរឲ្យសង្វេគមែនតើហើយយើងដឹងហើយថាការដែលគេវាយលោកឆាក់សានប៊ុនឆាយនៅឯទឹកដីខេត្តបាត់ដំបងកាលពីពេលហ្នឹងគឺមានការលើកឡើងអំពីបញ្ហានយោបាយដោយសារតែលោកគ្រប់គ្រងបកប្រឆាំងលោកខ្ទាស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនអីចឹងកាលពីពេលហ្នឹងអញ្ចឹងណាកាលហ្នឹងពេលល្ងាចលោកកំពុងដើរចេញពីធនាគារ ABA នៅជិតសាលាខេត្តបាត់ដំបងហ្នឹងគឺប៉ុស្តិ៍នគរបាលស្វាយប៉ោហ្នឹងគឺក៏ត្រូវបានជន់មួយក្រុមហ្នឹងគឺព្រួតគ្នាវាយហើយធ្វើឲ្យគាត់រងរបួសហើយក្រោយមកក៏វិលមកប្រទេសអូស្ត្រាលីដើម្បីព្យាបាលអីចឹងទៅមិនឃើញមានចាប់ជន់ណាបានអីចឹងទេប៉ុន្តែក្រោយមកពីការវាយដំរបួសបែកក្បាលបែកក្បូងដេប្រមាណធ្នេហ្នឹងក៏មិនឃើញចំហរបស់លោកសានប៊ុនឆាយហ្នឹងថយចុះពីការគ្រប់គ្រងគណៈបកប្រឆាំងដែរលោកនៅតែផ្ញើបង្ហោះសារអំពីការគ្រប់គ្រងគណៈបកប្រឆាំងនេះរហូតអត់ងាករេដែរមើលទៅឃើញភាពបដូរផ្ដាច់របស់លោកដែរក៏ប៉ុន្តែថ្មីនេះស្រាប់តែបើយើងមើលគឺមានការស៊ើបអង្កេតមួយនៅឯប្រទេសអូស្ត្រាលីដោយប៉ូលីសសហព័ន្ធអូស្ត្រាលីតាក់ទងនឹងអំពើឆបោកកម្មករកម្លាំងពលកម្មកេងប្រវ័ញ្ចកម្លាំងពលកម្មកសិដ្ឋាននៅក្នុងការដែលហ
ហើយនៅក្នុងពេលដែលកេងកម្លាំងពលកម្មកម្មករកសិដ្ឋានកិច្ចមិនបង់ពន្ធរដ្ឋមិនបង់ពន្ធអីពីរឿងអាជីវកម្មអីហ្នឹងគឺមានលោកសានប៊ុនឆៃនៅក្នុងនឹងដែរដែលពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណជា$60 លានបងប្អូននេះគ្រាន់តែជាការស៊ើបអង្កេតហើយជាការចោទប្រកាន់លោកសានប៊ុនឆៃមិនមែនជាអក្រិតជនហើយក៏មិនទាន់មានតុលាការណាចោទប្រកាន់ប្តឹងគាត់ទៅប្រព័ន្ធតុលាការចាប់គាត់មានដីកាតាមចាប់អីណាពីអូស្ត្រាលីអីក៏អត់មានដែរខ្ញុំនិយាយនេះគឺផ្អែកទៅលើសារព័ត៌មានរបស់ ABC អូស្ត្រាលីដែលចេញផ្សាយកាលពីថ្ងៃទី14ខែមករាថ្មីនេះឯងបងប្អូនគឺប្រហែលថ្ងៃមុននឹងនិយាយទៅ7សប្តាហ៍តែប៉ុណ្ណោះមុននឹងលោកសានប៊ុនឆៃហើយនឹងភរិយានិងកូនស្រីទៅជួបលោកហ៊ុនសែនព្រោះរឿងនេះគឺវាមិនដឹងថាមានភាពពាក់ព័ន្ធគ្នាឬក៏អាចថាជារឿងចៃដន្យដោយប្រការណាទេព្រោះអីលោកសានប៊ុនឆៃគាត់មានដើមដូចថាមានភូមិកំណើតឬក៏មានអចលនទ្រព្យអីនៅខេត្តបាត់ដំបងយើងមិនដឹងថាគាត់មានដីស្រែចម្ការអចលនទ្រព្យនៅខេត្តបាត់ដំបងប្រមាណខ្ញុំមិនបានស៊ើបអង្កេតរឿងនេះឲ្យស៊ីជម្រៅទេក៏ប៉ុន្តែម៉ោងនេះគឺលោកកំពុងតែបង្ហាញរូបថតយ៉ាងច្រើនអំពីទឹកដីខេត្តបាត់ដំបងការដែលបានវិលចូលទៅស្រុកកំណើតរបស់លោកវិញដោយមិនភ័យខ្លាចដូចកាលលើកមុនទេព្រោះតាំងពីគេវាយគាត់បែកក្បាលនៅឆ្នាំ2024មកហ្នឹងគឺមិនដែលឃើញមានព័ត៌មានដែលថាលោកប៊ុនឆៃវិលទៅប្រទេសកម្ពុជាវិញទេទើបតែពេលដែលគាត់យកករណីកូនស្រីរបស់គាត់ដែលថាចង់ជួបលោកហ៊ុនសែនឲ្យខាងតែបានហ្នឹងហើយក៏ជាទីបំផុតក៏បានជួបបានអីអញ្ចឹងទៅហើយមានការអោបថើបគ្នាអីអញ្ចឹងទៅក៏គាត់អាចនឹងធ្វើដំណើរពេញស្រុកខ្មែរវិជាការពិតតែពេលគាត់ចោះចូលជាមួយនឹងគណៈបកប្រជាជនកម្ពុជាការធានាហ្នឹងគឺវាមានដោយស្វ័យប្រវត្តិដោយគ្មាននរណាហ៊ានទៅធ្វើទុកបុកម្នេញគាត់ទេព្រោះដោយសារតែបានអាវយ័ន្តការពារនៅក្នុងកម្ពុជាយើងចឹងដែរប្រព័ន្ធយុតិធធកម្ពុជាយើងបើគ្រប់គ្រងគណៈបកប្រឆាំងគឺងាយនឹងត្រូវប្រមាណធ្នេហ្នឹងឬក៏ទទួលការមិនយកចិត្តទុកដាក់អីចឹងប៉ុន្តែបើគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាហាក់បីដូចជាបានអាវយ័ន្តដូចថាមកការពារមកផ្លែតហ្នឹងជាពិសេសគឺរូបថតជាមួយលោកហ៊ុនសែនមកស្លឹកនេះគឺមនុស្សខ្លួនឯងហ្នឹងដែលលោកសានប៊ុនឆៃនិងក្រុមគ្រួសារហ្នឹងគិតថាជាអាវយ័ន្តអាវក្រោះណាប៉ុន្តែយើងអត់ដឹងថាតើនៅក្នុងស្ថានភាពសុវត្ថិភាពជាទូទៅផ្នែករាងកាយនៅក្នុងស្រុកខ្មែរហ្នឹងវាមានប៉ុណ្ណាជាការបថុយប្រឋានរបស់គាត់ដែរយើងក៏មិនដឹងថាមានអ្នកដែលស្អប់គាត់ស្រឡាញ់គាត់ប៉ុណ្ណានៅពេលដែលគាត់ចុះចូលគណៈបកប្រជាជនក៏ប៉ុន្តែអារូបថតមកស្លឹកដែលជាអាវយ័ន្តហ្នឹងធ្វើឲ្យបិទបាំងអស់អ្វីដែលគាត់គិតថាជាបញ្ហាអសន្តិសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារគាត់គឺលែងមានណាពួកគាត់ទុកចិត្តខ្លាំងមិនមែនទៅលើប្រព័ន្ធតុលាការប្រព័ន្ធសន្តិសុខការពារគាត់ទេគឺគាត់ទុកចិត្តខ្លាំងថារូបថតមួយស្លឹកនេះច្បាស់ជាគ្មាននរណាហ៊ានប៉ះគាត់ទេវាអញ្ចឹងណានៅក្នុងន័យមនុស្សគ្រប់គ្នាមិនមែនតែលោកសានប៊ុនឆៃទេគិតបែបហ្នឹងណាអញ្ចឹងហើយបានជាមនុស្សនាំគ្នាលើកដំកើងបុគ្គលនៅតាមហាងតាមផ្សារផ្សោឬក៏កន្លែងលក់ទំនិញអាជីវកម្មអីផ្សេងហ្នឹងច្រើនតែមានរូបថតជាមួយលោកហ៊ុនសែនមកស្លឹកហ្នឹងគឺជាអាវយ័ន្តដើម្បីប្រាប់ថាអ្នកណាមកគោះលុយអ្នកណាមកធ្វើអីហ្នឹងគឺត្រូវប្រយ័ត្នប្រយែងព្រោះនេះគឺជាមនុស្សរបស់គណៈបកកណ្ដាលអំណាចឬក៏ថ្នាក់ដឹកនាំគេបរិច្ចាគនេះគេចូលលុយនេះអីអញ្ចឹងទៅគឺយកអំណាចបុគ្គលហ្នឹងយកមកការពារជាអាវយ័ន្តមិនមែនយកស្ថាប័នយកអំពើយុតិធធឬក៏ការដោះស្រាយតាមអីនិយាយទៅគឺបង្កើតឲ្យមានរូបភាពអាងខ្នងណាបងប្អូនខ្មែរយើងគឺអារូបភាពអាងខ្នងហ្នឹងបង្កើតពីថ្នាក់ដឹកនាំមកជាប្រពៃណីទំនៀមទម្លាប់មានរឿងអីបើប៉ះពាល់គ្នាតាមផ្លូវគ្រោះថ្នាក់ចរាចរណ៍អត់ដែលថាអូណាបានធានារ៉ាប់រងខ្ញុំលេខប៉ុណ្ណេះតាក់តងទៅក្រុមហ៊ុនខ្ញុំទៅហើយខាងនោះដោះដូរបានធានារ៉ាប់រងគ្រោះថ្នាក់នឹងឲ្យគ្នាទៅវិញទៅមកហើយនាំគ្នាអូសឡានយកទៅជួសជុលរៀងខ្លួនទៅទុកឲ្យក្រុមហ៊ុនដោះស្រាយទៅអត់ទេជាប្រពៃណីគឺ 90% ជាងហើយឲ្យតែប៉ះពៀលើកទូរស័ព្ទហៅខ្នងមកដោះស្រាយជួនកាលនឹងមកដោះស្រាយនៅកន្លែងហ្នឹងគឺសូសំលេងវោកវាក់ទេមកទៅហៅមៀនេះទៅហៅពូទៅហៅអ៊ំហៅឪហៅបងប្រុសអីអញ្ចឹងទៅធ្វើការនៅPMនេះឬក៏ប៉ូលីសនេះឬក៏ផ្កាយប្រមាណហ្នឹងចាប់ផ្ដើមឆ្លោះគ្នាតាមទូរស័ព្ទហ្នឹងក៏មានដែរគឺយើងយកអាវប្បធម៌អន្តរាគមហ្នឹងយកមកដោះស្រាយហើយអត់ដែលខ្ចាយទេវប្បធម៌នេះគឺវានៅដដែលហើយមានប្រសិទ្ធភាពណាស់
ព្រោះអីហេតុអីបានមានប្រសិទ្ធភាពព្រោះខ្នងនេះគឺជាការដែលលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្រងបុគ្គលអញនិយមមិនមែនស្ថាប័នទេគឺធ្វើឲ្យបុគ្គលខ្លាំងនៅក្នុងស្ថាប័នឧទាហរណ៍ថាបើខ្សែណាខ្លាំងគឺគេហៅតែខ្សែនឹងមួយមកដោះស្រាយគ្រាន់តែលឺឈ្មោះញាក់សាច់គ្រប់គ្នាប៉ុន្តែច្បាប់ទម្លាប់អីគឺយើងធីបចោលអញ្ចឹងណាវប្បធម៌នេះគឺជាជំងឺរ៉ាំរ៉ៃយូរហើយខ្ញុំជឿថាឥឡូវនេះរដ្ឋាភិបាលកម្ពុជានឹងឃើញដូចមានការដាក់ចេញគោលនយោបាយពង្រឹងថាអត់មានគិតពីរឿងអ្នកនេះកូនអ្នកនេះឪអ្នកនោះអីគឺថាត្រូវតែអនុវត្តច្បាប់យូរលើលោកហ៊ុនម៉ាណែតនិយាយម្ដងយូរទៅលើលោកកើតរិទ្ធនឹងនិយាយម្ដងក៏ប៉ុន្តែអាការនិយាយកោកហ្នឹងវាសឹកមាត់តដោកឆ្អែតតែពោះកបីដែរព្រោះអីអាការអនុវត្តមែនតើវាមិនមែនទៅលើការថាបែបនយោបាយទេគឺនៅការអនុវត្តជាក់ស្ដែងហើយការអនុវត្តជាក់ស្ដែងហ្នឹងកុំថាលោកហ៊ុនម៉ាណែត100នាក់ឬលោកកើតរិទ្ធ1000នាក់ទៀតវាអត់មានអីប្លែកទេព្រោះហេតុអីបានអត់ប្លែកយើងធ្វើរឿងដដែលរំពឹងលទ្ធផលផ្សេងទ្រឹស្ដីរបស់លោក Albert Einstein ថាអ្វីដែលយើងធ្វើដដែលហើយរំពឹងលទ្ធផលថ្មីគឺជាអំពើឈួតលីលាហើយដល់ពេលខ្ញុំនិយាយអញ្ចឹងចាំមើលគេដកស្រង់ទៀតថាអូថាមេដឹកនាំខ្មែរនឹងធ្វើអំពើឈួតលីលាទៀតអញ្ចឹងអត់មើលអាសុភាសិតហ្នឹងជួនកាលកាត់ខ្លីមួយម៉ាត់ហ្នឹងមកយកមកថាអូមើងងាយទៀតខ្ញុំនិយាយអញ្ចឹងថាការដែលចង់ស្ដារប្រព័ន្ធមួយដឹកនាំរដ្ឋមួយឲ្យរឹងមាំមានប្រជាធិបតេយ្យមានយុត្តិធម៌សង្គមគឺយើងត្រូវស្ដារប្រព័ន្ធស្ថាប័នពីលើដល់ក្រោមឲ្យស្ថាប័នហ្នឹងទី1មានប្រជាធិបតេយ្យទី2មានតម្លាទី3មានប្រព័ន្ធផ្ទៀងផ្ទាត់អំណាចស្ថាប័នមិនមែនមកក្រុមគ្រួសារបកពួកនិយមគ្រប់គ្នាទាំងតឡាការទាំងប៉ូលីសទាំងស៊ីវិលទាំងអីសពបែបយ៉ាងដល់ពេលអញ្ចឹងទៅនៅពេលដែលមានរឿងអីកើតឡើងយើងអាចដោះស្រាយឲ្យមានភាពឯករាជ្យបានទេព្រោះអាភាពឯករាជ្យហ្នឹងគឺទាល់តែយើងយល់ញៀតឃ្លាតច្បាប់ភាសាខ្មែរយើងមានតែយល់ញៀតឃ្លាតច្បាប់គឺច្បាប់អត់មានតាក់ទងនឹងរឿងយល់ញៀតបើញៀតធ្វើខុសច្បាប់ញៀតជាប់គុកមិនថាអូបើញៀតខ្ញុំធ្វើខុសច្បាប់រួចខ្លួនតែបើញៀតអ្នកឯងធ្វើខុសច្បាប់អ្នកឯងអត់ខ្នងជាប់គុកវាអត់មែនអញ្ចឹងទេតែយើងធ្វើអញ្ចឹងហើយឥឡូវវានៅស្តៀងអញ្ចឹងវប្បធម៌អន្តរាគមន៍ហ្នឹងអញ្ចឹងវិលមកលោកសានប៊ុនឆាយវិញពេលដែលរូបថតមកស្លឹកជាមួយលោកហ៊ុនសែនគឺជាអាវយ័ន្តអាវក្រោះហើយលោកចង់ដើរទៅកលៀតណាក្រុមគ្រួសារគាត់ហ្នឹងគឺគាត់មានអារម្មណ៍ផ្លូវចិត្តគឺគាត់បានធូរស្បើយថានឹងមានគ្មាននរណាធូរទុកបុកម្នេញគាត់ទេព្រោះអីនៅស្រុកខ្មែរតែយើងគ្រប់គ្រងគណៈបកប្រជាជនឬក៏លោកហ៊ុនសែនផ្កាប់មុខហើយគឺបានន័យថាយើងរួចពីការធូរទុកបុកម្នេញនឹងហើយព្រោះអីអ្នកដែលគេវាយបែកក្បាលបែកក្បូងស្លាប់ផងអីផងមានដែលអ្នកណាគ្រប់គ្រងគណៈបកប្រជាជនសុទ្ធតែជាអ្នកគ្រប់គ្រងគណៈបកប្រឆាំងតែកន្លហូតមកហ្នឹងវាស្ទើរតែ 99.99% អញ្ចឹងនៅពេលដែលលោកសានប៊ុនឆាយទៅស្រុកខ្មែរនេះគឺលោកវាគប់ជួនដែលខ្ញុំនិយាយចឹងថាការស៊ើបអង្កេតរបស់ប៉ូលីសអូស្ត្រាលីប៉ូលីសសហព័ន្ធហ្នឹងគឺតាក់ទងនឹងការឆោបបោកនៃកម្លាំងពលកម្មកັບកេងកម្លាំងពលកម្មរបស់កសិករពលករនៅកសិដ្ឋានដាំបន្លែដែលយកទៅផ្គត់ផ្គង់ទីផ្សារធំពីររបស់អូស្ត្រាលីហើយនៅក្នុងនោះមានក្រុមហ៊ុនច្រើនណាស់មិនមែនតែក្រុមហ៊ុនលោកសានប៊ុនឆាយទេគ្រាន់តែលោកសានប៊ុនឆាយហ្នឹងគឺមានឈ្មោះនៅក្នុងការស៊ើបអង្កេតរបស់គេហ្នឹងទេហើយមិនមែនម្ដងទៀតបងប្អូនមិនមែនបានន័យថាគាត់ជាអក្រិតជនទេការស៊ើបអង្កេតមិនធ្វើឲ្យមនុស្សម្នាក់ក្លាយទៅជាជនអក្រិតទេតើតែតុលាការរកឃើញទោសបានខ្លាយជាជនអក្រិតហើយនៅពេលតែកំពុងតែមានការស៊ើបអង្កេតបែបនេះគឺយើងអនុញ្ញាតឲ្យតុលាការធ្វើតាមការគួរទៅហើយនៅពេលយើងមើលថាតើតុលាការអូស្ត្រាលីនឹងរកឃើញអ្វីប៉ុន្តែបើគេរកឃើញអំពីការឆោបបោកព្រោះកម្លាំងកសិករពលករនៅក្នុងការជួយប្រមូលកសិផលអីមិនមែនតែនៅអូស្ត្រាលីទេនៅអាមេរិកនេះក៏មានការបោកបន្លំឬក៏ធ្វើទុកបុកម្នេញពួកគាត់សម្បើមដែរហេតុអីបានអញ្ចឹងព្រោះកម្មករកសិករឬក៏ពលករនៅក្នុងកសិដ្ឋានបែបនេះគឺភាគច្រើនអត់សូវមានឯកសារត្រឹមត្រូវជាជនអន្តោប្រវេសន៍ដែលអាចខ្វះឯកសារអញ្ចឹងទៅធ្វើការអាចជាការធ្វើការលុយសុទ្ធឬធ្វើការអីអញ្ចឹងទៅអញ្ចឹងមេកោយនឹងច្រើនតែយកឱកាសហ្នឹងធ្វើបាបធ្វើទុកបុកម្នេញកេងប្រវាញ់
ដោយសារតែគាត់អត់ហ៊ានប្តឹងទេតែខុសអីបន្តិចបន្តួចទៅប្តឹងមេពីរឿងសិទ្ធិការងារសិទ្ធិកម្មករប្តឹងមិនបើខ្លួនឯងអត់មានឯកសារតែប្តឹងទៅប៉ូលីសរកឃើញគេនឹងចាប់បញ្ជូនពលករហ្នឹងទៅប្រទេសកំណើតវិញអញ្ចឹងទៅរឿងនេះឲ្យកើតឡើងនៅអាមេរិកក៏ច្រើនមិនមែនអាមេរិកនេះអត់មានការរំលោភសិទ្ធិគួបពលករសិទ្ធិអីចឹងទេមានច្រើនដែរប៉ុន្តែពលករចេះតែលេបថ្មលេបគ្រោះទទួលយកទៅព្រោះអីបើសិនជាយើងធ្វើការស្របច្បាប់មានឯកសារលិខិតស្នាមត្រឹមត្រូវបានអនុញ្ញាតឲ្យធ្វើការ1ម៉ោងយើងបាន$20ចឹងឧទាហរណ៍ប៉ុន្តែបើយើងអត់មានឯកសារយើងធ្វើការ1ម៉ោងបានតែ$8ទេហើយយកជាលុយសុទ្ធហើយអាលុយសុទ្ធហ្នឹងតាមពិតក្រុមហ៊ុនសហគ្រាសក៏ជាការជួយឲ្យក្រុមហ៊ុនសហគ្រាសនេះមានដង្ហើមដកដែរព្រោះកម្លាំងសេដ្ឋកិច្ចនៅពេលដែលការផលិតមានតម្លៃថោកបានន័យថាការប្រកួតប្រជែងទីផ្សារក៏លឿនហើយអ្នកដែលទិញជាអាជីវអ្នកអតិថិជនបានផលពីផលផលិតផលដែលលក់ហ្នឹងគឺតម្លៃធូរថ្លៃដែរព្រោះអាតម្លៃដើមដែលផលិតហ្នឹងវាអត់សូវថ្លៃដូច្នេះប៉ូលីសមិនមែនតែនៅអូស្ត្រាលីនៅអាមេរិកទេបិទភ្នែកគ្រប់តែរឿងមិនមែនមិនដឹងទេដឹងតាជនអន្តោប្រវេសន៍ខ្វះឯកសារនេះគឺជាដង្ហើមសេដ្ឋកិច្ចនៅគ្រប់ស្រុកគ្រប់ប្រទេសដោយសារតែអីបិទភ្នែកខ្លះចាប់ខ្លះអ្នកនយោបាយខ្លះចង់ចាប់បញ្ជូនទៅស្រុកវិញសួរថាបើចាប់ជនអន្តោប្រវេសន៍ខ្វះឯកសារនៅស្រុកអាមេរិកអស់ឧទាហរណ៍បាននរណាមកបេះប៉មបាននរណាមកបោចសណ្ដែកដីបាននរណាមកបេះផ្លែសេរីផ្លែ strawberry អីហ្នឹងស្មានតែជនជាតិស្បែកសរបស់អាមេរិកចំោះស្រួចនេះណាដែលធ្វើការមួយខែ$5,000-7,000ទូចហ្នឹងមកធ្វើការខាលក្តៅបោចអាទាំងអស់ហ្នឹងអត់ធ្វើទេគេទៅធ្វើការពាក់កវ៉ាត់កអីណាបច្ចេកវិទ្យាធ្វើផលិតកញ្ជ្រួចបរមាណូឯណានោះគេធ្វើអញ្ចឹងប៉ុន្តែក្នុងន័យហ្នឹងហើយបើយើងធ្វើអត់បានតែកម្មករគ្នានឹងអញ្ចឹងមកជួយមិនមែនមកបំផ្លាញទេគឺមកជួយសេដ្ឋកិច្ចអាមេរិកតែដល់ពេលអ្នកនយោបាយមួយចំនួនមើងងាយអ្នកអន្តោប្រវេសន៍ហ្នឹងទៅហូបបាយដោយសារបានចំណេញសេដ្ឋកិច្ចជាតិដោយសារតែជនអន្តោប្រវេសន៍ខ្វះឯកសារហ្នឹងមកធ្វើពលកម្មដើម្បីបំរើសេដ្ឋកិច្ចអស់លោកដើម្បីឲ្យយើងយើងមានភាពប្រកួតប្រជែងជាមួយប្រទេសដទៃហ្នឹងលឿនចិននៅចិនកម្លាំងពលកម្មគេមួយខែគេបានតែ$200-300ហ្នឹងកម្មករគេនៅយើងមួយខែយ៉ាងតិចក៏$1,800ទៅ$2,000តើការផលិតយើងទៅឈ្នះចិនយ៉ាងម៉េចបើចិនគេផលិតកម្មករម្នាក់គេចាយលុយតែ$300ឧទាហរណ៍ហើយយើងកម្មករនៅអាមេរិកចាយអស់$1,800ចុះហើយ$1,800ហ្នឹងយើងចាយកម្មករអត់មានឯកសារទៀតបើយើងចាយសម្រាប់កម្មករដែលមាន